ជំរាបសួរបងប្អូនដែលចូលចិត្តតាមដានគេហទំព័រ Facebook TikTok និង YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនក្នុងការពង្រឹងមន្តខ្ចីដែលយើងត្រៀមឡាំហើយដាក់លក់ឲ្យបងប្អូនយើងដែលគាត់ស្រឡាញ់ណាអញ្ចឹងមុននឹងបងប្អូនដាក់លក់បងប្អូនពង្រឹងវារៀងរឹងតិចមកស្ទាវក៏ដោយដើម្បីឲ្យឡាំទៅរៀងល្អមើលបន្តិចបើមិនយើងអត់បានពង្រឹងទេទៅដល់លាស់មន្តសឡទៀតទុនអីឡាអញ្ចឹងគ្មានអារម្មណ៍ទេតែយើងក៏មើលទៅក៏គ្មានអារម្មណ៍ចង់ទិញដែរអញ្ចឹងមុននឹងយើងឲ្យវាឡាំវីដេអូយើងពង្រឹងវាឲ្យបានមួយអាទិត្យចឹងអានេះថ្ងៃខ្ញុំពង្រឹងថ្ងៃទី1ហើយរដូវកាលនេះគឺរដូវកាលភ្លៀងអញ្ចឹងខ្ញុំអត់លាងទឹកបានទេខ្ញុំគ្រាន់តែជូតមុខតិចហើយជាមួយនឹងហាត់កីឡាវាបន្តិចអញ្ចឹងកីឡាទី1ខ្ញុំបើកវាឲ្យរត់ញី10នាទីរត់ឲ្យវារត់បងប្អូនឃើញនៅខាងក្រៅរូបភាពខាងឆ្វេងដៃរបស់ខ្ញុំនឹងឯងគឺខ្ញុំដាក់មេមួយហើយខ្ញុំបើកម្ដងមួយឲ្យវារត់10នាទីបន្ទាប់មកខ្ញុំយកមួយមកប្រហាត់ដោយឲ្យវាដើរឆ្វេងស្ដាំ20ដងដើរមុខក្រោយ20ដងជាមួយនឹងលោតលើកខ្លួនវាឲ្យវាហើរចំនួន20ដងហើយនឹងឲ្យវាលោតខ្យល់ចំនួន50ដងអញ្ចឹងយើងធ្វើបែបហ្នឹងគ្រប់មាត់បងប្អូនយើងអាណាស្ទាវឯណាបើសិនជាបងប្អូនរឹងត្រៀមជល់ហើយអាហ្នឹងគេមានរបៀបថែត្រៀមជល់តែនេះយើងស្ទាវយើងអត់លោតអត់រត់អីញ៉ៃទេកុំឲ្យវាបាក់ស្លាបកុំឲ្យវាស្កកចិត្តយើងធ្វើតែប៉ុណ្្នឹងទៅឲ្យវារឹងល្មមមកយើងឡាំបានល្អមើលទៅបានហើយបន្ទាប់ពីយើងហាត់ប្រាណអីហើយយើងពិនិត្យមើលស្លាបហើយនឹងបាតជើងរបស់វាមាន់ពិនិត្យមើលក្រោមស្លាបនិងបាតជើងស្លាបយើងមើលមានបាក់មានខូចមានជ្រុះស្លាបដែរអត់ហើយមានពងខ្ចីនៅសល់ដែរអត់សម្រាប់ជើងយើងមើលមានកើតតបាយបាតជើងអត់មានបាក់កញ្ចក់មានគ្រិចថ្លោះហើមអីអត់អញ្ចឹងទៅបើយើងបានពិនិត្យតាន់ពេលវេលាយើងលាបទៅជាក់ស្ដែងអាក្រហមរបស់ខ្ញុំហ្នឹងវាចង់តបាយបាតជើងវាយ៉ាងឡើងក្រហមចាំពេលដែលយើងពិនិត្យឃើញយើងចាប់ផ្ដើមយកវាមកលាបថ្នាំយើងលាបថ្នាំអត់មានថ្នាំអីច្រើនទេថ្នាំរបួសយើងធម្មតាហ្នឹងពេលតាឌីនក៏បានខ្ញុំមានថ្នាំចិនលាបរបួសខ្ញុំក៏លាបទៅអានោះមានប្រសិទ្ធភាពលាបទៅដំបងចឹងលាបទៅបាត់ជា100%ចរោះគ្នាបែកម្រាមជើងបែកអីហ្នឹងលាបអាហ្នឹងគឺបាត់100%ណាហើយក្នុងវីដេអូហ្នឹងខ្ញុំមាន2ចំណុចដែលបង្ហាញដូចគ្នាមានខ្ញុំឲ្យវាស៊ីបដូលពេជ្រ2ដុំ3ថ្ងៃ2ដុំចំបដូលពេជ្របងប្អូនកុំឲ្យស៊ីច្រើនណាកុំឲ្យស៊ីទៅតែរាល់ថ្ងៃណាស៊ី2ថ្ងៃ3ថ្ងៃម្ដងទៅបានហើយដល់ពេជ្រតាមតែខ្មុំរបស់យើងហ្នឹងហើយបើមានថ្នាំពៅសាច់តុងថ្នាំពៅកម្លាំងអីឲ្យវាស៊ីទៅអត់ខុសបំណងទេវារឹងសាច់វាហាប់ល្អវាឡាំទៅរៀងល្អមើលណាបងប្អូនអរគុណច្រើនបងប្អូនដែលបាន